ថ្ងៃណាដែលសែនល្អឬក៏ថ្ងៃណាដែលមិនល្អឬក៏មានប្រការអ្វីដែលយើងគួរជៀសវាងខ្លះចាចាវាប៉ុនថ្ងៃសែនជ័យមិញចំណុចល្អដែលថាឥឡូវនេះគឺយើងមាន app My Destiny យើងស្រួលទេចាអញ្ចឹងយើងមើលថាសមាជិកគ្រួសាររបស់យើងអ្នកណារាសីត្រូវធាតុណាច្រើនជាងគេយើងមើលអតិភិបអ្នកដែលមានរាសីត្រូវគ្នាច្រើនជាងអញ្ចឹងខ្ញុំឧទាហរណ៍ថាក្នុងគ្រួសារយើង5នាក់បើរាសីយើងត្រូវមួយធាតុទឹក3នាក់អញ្ចឹងយើងរើសថ្ងៃទៅសែនត្រូវមួយធាតុទឹកទៅចាទាំងបើសិនជានៅក្នុងគ្រួសាររបស់យើងត្រូវជាមួយអ្នកធាតុភ្លើងច្រើនក៏យើងរើសថ្ងៃធាតុភ្លើងទៅហើយមែនទេនៅក្នុង app My Destiny យើងមាន calendar បដិទិនឲ្យយើងមើលទេថាថ្ងៃណាថ្ងៃធាតុភ្លើងថ្ងៃណាថ្ងៃធាតុឈើបានដូចគ្នាចាតែអ្វីដែលសំខាន់កុំទៅសែនចំថ្ងៃឆុងគឺថ្ងៃដែលឆុងឆ្នាំចាថ្ងៃដែលឆុងឆ្នាំនៅក្នុងឆ្នាំនេះគឺថ្ងៃ31ថ្ងៃ31ចាដូចជាថ្ងៃ31មិនិនាគឺថ្ងៃកុលចាថ្ងៃកុលឆុងម្សាញ់អញ្ចឹងដល់ពេលថ្ងៃកុលឧទាហរណ៍ថាហេតុអីបានយើងមិនគួរទៅសែននៅពេលហ្នឹងនៅក្នុងថ្ងៃកុលពោះទី1នៅក្នុងថ្ងៃកុលពេលដែលយើងទៅសែនខ្ញុំឧទាហរណ៍យើងទៅសែនយើងអត់ដឹងថាយើងទៅប៉ះពាល់ស្អីទេពោះកន្លែងជ័យមេងបើសិនជាយើងជាទូទៅដូចបើសិនជានៅស្រុកគេគឺភ្នោច្រើនណាស់មិនមែនដូចរាយប៉ាយដូចស្រុកយើងទេណាស្រុកយើងមានភ្នោដែលនៅតាមចំការមានមួយទេស្រុកគេមកកន្លែងឬមួយក៏ខ្លះអត់ច្រើនមានជា family មាន4 5ភ្នោអញ្ចឹងតែបើនៅស្រុកគេគឺជា memorial park ចាមិនមែននេះធម្មតាបានថាតកន់ទៅចូលទៅដល់រាប់ពាន់រាប់ម៉ឺនណូអញ្ចឹងនេះមូលហេតុហ្នឹងហើយគេថាមិនឲ្យថតរូបដល់ហ្នឹងគឺទី1វាប៉ះភ្នោគេសងខាងចាទី2គឺចេញមក background របស់យើងមកពេញហ្នឹងចាហ្នឹងអញ្ចឹងចាប៉ុន្តែបើសិនជាករណីនៅប្រទេសយើងឧទាហរណ៍បើសិនជាភ្នោដូនតារបស់យើងមិនមាននៅក្នុង memorial park ទេអានឹងយើងចង់ថតក៏ថតទៅអត់បញ្ហាចាគ្រាន់តែជិះបន្តិចកុំឲ្យឃើញវាពេញពេកព្រោះទី1បើសិនជាគេមានកណ្ឌិតមិនល្អគេដឹងថាកន្លែងយើងវាយ៉ាងម៉េចអ្នកណាសយអ្នកណាមិនសយគេមើលដឹងក្នុងតែរូបថតហ្នឹងក៏គេអាចមើលដឹងដែរថាភ្នោដូនតាហ្នឹងជួយអ្នកណាកូនចៅណាឡើងកូនចៅណាធ្លាក់គេមើលដឹងដែរបើសិនជាគេចេះចាមួយយកនឹងរូបថតហ្នឹងមកមើល